ជាបឋមខ្ញុំបាទឈ្មោះឈុនបញ្ញារៀននៅសាលាវិទ្យាល័យបងខ្នោហើយមុខជំនាញដែលខ្ញុំពេញចិត្តតាំងពីក្មេងគឺជំនាញ IT ហើយផ្នែក programming ជំរាបសួរខ្ញុំឈ្មោះអេងហ៊ីឡៃដែលជាយុវសិស្សមកពីថ្នាក់ទី11ហើយជំនាញនៅថ្ងៃអនាគតរបស់ខ្ញុំគឺវិស្វកម្មអគ្គិសនីខ្ញុំឈ្មោះម៉ាក់ជីនវ៉ាងជាយុវសិស្សនៅវិទ្យាល័យបោកខ្នោថ្ងៃនេះពិតជាមានអារម្មណ៍សប្បាយរីករាយដែលកម្មវិធីម៉ាកាបានមកដល់នៅបទពិសោធន៍ហើយនឹងពីវិធីខ្លះអំពីការរើសជំនាញនៅថ្ងៃអនាគតមុខជំនាញដែលខ្ញុំស្រឡាញ់នោះគឺ graphic designer ហើយនឹង UX and UI design ចំពោះគោលបំណងនៅថ្ងៃអនាគតរបស់ខ្ញុំគឺខ្ញុំចង់ខ្លាចទៅជាអ្នកដែលផលិតថ្នាំពួកអីគិតថាបន្ទាប់ពីខ្ញុំមានចំណេះខាងផលិតថ្នាំមួយគឺជាចំណែកមួយយ៉ាងធំក្នុងប្រទេសក៏ដូចជាបានព្យាបាលនៅអ្នកដទៃផ្សេងៗទៀតជាពិសេសគឺឥឡូវមានអ្នកលើឈាមច្រើនក៏ដូចជាអ្នកផាក់ស្រាអីក៏ច្រើនដែរអញ្ចឹងចង់ព្យាបាលហើយមួយទៀតខ្ញុំចង់ខ្លាចទៅជា content creator ឥឡូវហ្នឹងក៏ខ្ញុំកំពុងធ្វើ content ដែរក៏តែវាអត់ទាន់ល្បីទេអាចនឹងល្បីខ្ញុំឈ្មោះននពូលីនជាយុវសិស្សរៀននៅថ្នាក់ទី11ហើយបាននិយាយពីជំនាញក្នុងថ្ងៃអនាគតរបស់ខ្ញុំគឺខ្ញុំចង់រៀន IT ព្រោះអីមានអារម្មណ៍ថាស្រឡាញ់មុខជាណាប៉ុន្តែដូចតែបានដឹងហើយថាជំនាញ IT គឺយើងត្រូវខ្លាំងពិនិត្យនាងខ្ញុំឈ្មោះរដ្ឋពិសេសជាសិស្សថ្នាក់ទី12ទេរៀននៅវិទ្យាល័យបោកខ្នោហើយជំនាញ major ដែលខ្ញុំរៀននៅ University នៅឆ្នាំក្រោយហ្នឹងគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិមូលហេតុដែលខ្ញុំជ្រើសយកជំនាញហ្នឹងដោយសារតែខ្ញុំគិតថាដងពីកណាត់របស់ខ្ញុំចំណង់ចំណូលចិត្តរបស់ខ្ញុំគឺចូលចិត្តគ្រប់គ្រងអ្នកដទៃផងហើយចូលចិត្តដឹកនាំមិត្តភក្តិក្រុមខ្លួនឯងផងហើយក៏ធ្លាប់ឡើងធ្វើជាអ្នក present នៅក្នុងថ្នាក់ក្រោយដែរអញ្ចឹងអាចថាបកកែថាម្ចាស់បញ្ចូលអ្នកដទៃហើយអនាគតទៅខ្ញុំចង់ខ្លាចជា manager ហើយនិង CEO ផងដែរខ្ញុំបានឈ្មោះបញ្ញាសេរីបុត្រជាយុវសិស្សថ្នាក់ទី 12B ហើយមុខវិជ្ជាដែលខ្ញុំចាប់អារម្មណ៍មាន3ដែលពេលរៀនចប់ទៅរៀននៅសាកលវិទ្យាល័យទី1គឺចិត្តវិទ្យាដោយសារថាអ្នកស្រុកខ្មែរឥឡូវឃើញបែកបាក់សង្សារច្រើនណាងាកទៅរកស្ពានជ្រោយចង្វាអញ្ចឹងទៅកុំឲ្យគេបាក់អញ្ចឹងឲ្យពេលខ្ញុំរៀនចប់ស្រួលឲ្យគេមកពាក្យសារមួយខ្ញុំកុំឲ្យបាក់ទឹកចិត្តហើយទី2គឺព័ត៌មានជាដោយសារអ៊ីវាថារៀនអាហ្នឹងទៅបានលុយច្រើនអញ្ចឹងចង់បានលុយច្រើនដែរអញ្ចឹងចង់រៀនអាហ្នឹងដែរខ្ញុំសូមគោរពទៅដល់លោកគ្រូអ្នកគ្រូទាំងអស់ហើយក៏ដូចជាសិស្សានុសិស្សដែលមានវត្តមាននៅទីនេះខ្ញុំបាទឈ្មោះត្រីមីសុងជាសិស្សរៀននៅថ្នាក់ទី12សេនៃវិទ្យាល័យបោកខ្នោហើយជំនាញដែលខ្ញុំចង់រៀននៅថ្ងៃអនាគតនោះគឺ Mail TV ដោយសារខ្ញុំមានចំណង់ចំណូលចិត្តផ្នែកខាងហ្នឹងខ្ញុំឈ្មោះឯងគញ្ជន់ជាសិស្សទី12ថ្នាក់វិទ្យាសាស្ត្រសង្គមជំនាញដែលខ្ញុំនឹងរៀនតជំនាញអក្សរសាស្ត្រខ្មែរសម្រាប់គេផ្សេងគេប្រហែលជាគិតថាជំនាញអក្សរសាស្ត្រខ្មែរនឹងប្រហែលជាជំនាញមួយដែលធម្មតាហើយនឹងសាមញ្ញតែសម្រាប់ខ្ញុំអត់គិតអញ្ចឹងទេខ្ញុំគិតថាជំនាញមួយហ្នឹងវាពិសេសដោយសារតែពាក្យថាអក្សរសាស្ត្រខ្មែរហ្នឹងវាសំដៅដល់ការដែលយើងសិក្សាទន្ទឹងអក្សរដែលវាជាភាសាជាតិរបស់យើងហើយនឹងខ្ញុំចង់ខ្លាចជាគ្រូរៀននាងខ្ញុំឈ្មោះធានច័ន្ទធីមីគឺជាយុវសិស្សនៃវិទ្យាល័យបោកខ្នោរៀននៅថ្នាក់ទី 11A ហើយគោលបំណងនៅពេលដែលខ្ញុំរៀនចប់គឺខ្ញុំចង់រៀនផ្នែកច្បាប់ដែលកាន់ខាងផ្នែកមេធាវីដោយសារមូលហេតុដែលខ្ញុំចង់រៀនផ្នែកហ្នឹងដោយសារខ្ញុំឃើញនៅក្នុងប្រទេសរបស់យើងមួយចំនួនជនក្រីក្រអីចឹងគឺដល់ពេលដែលគាត់ត្រូវចូលតុលាការអញ្ចឹងគាត់អត់សូវទទួលបានយុត្តិធម៌អីចឹងខ្ញុំចង់ជួយទៅកាន់ពួកគាត់ឲ្យមានយុត្តិធម៌ត្រឹមត្រូវពិតប្រាកដហើយមួយវិញទៀតខ្ញុំចង់ខ្លាយទៅជាអ្នកធ្វើ content creator ផងដែរប៉ុន្តែឥឡូវហ្នឹងខ្ញុំអត់ទាន់ចាប់ដើមដោយសារខ្ញុំរៀងអៀនខ្មាស់តិចតួចហើយណាមួយខ្ញុំគិតថានៅពេលដែលយើងល្បីទៅផ្នែក content creator ហ្នឹងខ្ញុំចង់ចាប់ផ្នែកមួយទៀតគឺបែបថាខាង business លក់ដូរឬក៏ខ្លាចជា CEO នៅក្នុងរៀងលក់ដូរដាច់មួយចំនួនដែរហើយជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានស្ដាប់ការបកស្រាយរបស់ខ្ញុំសូមអរគុណនាងខ្ញុំឈ្មោះហមីដាជាសិស្សរៀននៅថ្នាក់ទី11បច្ចុប្បន្នហើយនៅថ្ងៃអនាគតនាងខ្ញុំមានជំនាញមួយដែលចង់ធ្វើគឺខាងភាសាយោបល់ផ្លូវចិត្តហើយមួយទៀតបើចំណង់ចិត្តខ្ញុំមនុស្សខ្ញុំគឺចូលចិត្តឃើញពេលដែលនៅជាមួយអ្នកណាគឺចង់ឲ្យគេល្អចង់ឲ្យគេបានប្រសើរអញ្ចឹងពេលដែលឃើញគេពិបាកចិត្តវាពិបាកចិត្តដែរអញ្ចឹងចង់ភាសាបើសិនជាមានពីណាគេពិបាកចិត្តឬពិបាកចិត្តអីអាចមករកខ្ញុំបានពេលដែលខ្ញុំរៀនចប់ទៅជាថ្មីម្ដងទៀតនាងខ្ញុំឈ្មោះទីនសេណាតហើយក៏សូមជម្រាបសួរទៅដល់ពូទាំងអស់គ្នាហើយនិងលោកគ្រូអ្នកគ្រូទាំងអស់ខ្ញុំជាសិស្សទី11នៃ
វិទ្យាល័យរបស់ខ្នាហើយថ្ងៃនេះដែរខ្ញុំសូមមកណែនាំខ្លួនបន្ទាប់ពីណែនាំខ្លួនហើយខ្ញុំចង់បង្ហាញថាខ្ញុំចង់ឲ្យទៅជាសិស្សម្នាក់នៅក្នុងសាលាវិទ្យាសាស្ត្រសុខាភិបាលខ្ញុំចង់មានឱកាសទៅរៀននៅសាកលវិទ្យាល័យ Hogwarts ដើម្បីយកចំណេះដឹងនៅទីនោះមកជួយប្រជាជននៅខ្មែរយើងពិសេសគឺកុមារដែលគាត់នៅមកពីគ្រួសារក្រីក្រដែលពីច្រើនឲ្យខ្វះការយកចិត្តទុកដាក់ពីមន្ទីរពេទ្យអីចឹងដែរ